អ្នកធ្វើដំណើររថយន្តក្រុងបាត់ភ័យរស់ព្រលឹងចុងសក់នៅខេត្តកំពង់ឆ្នាំងអ្នកធ្វើដំណើររថយន្តក្រុងបានលួសព្រលឹងចុងសក់ដោយសារតែគឺមានការផ្លត់សម្លេងស្រែកខណៈពេលដែលរថយន្តកុងតឺន័រសណ្ដោងគ្នាមួយគ្រឿងបានបុកគូតពីក្រោយយ៉ាងខ្លាំងលាន់លឺសូរដោយរន្ទះផ្អើលដល់អ្នកធ្វើដំណើរស្ថិតនៅជាប់នឹងដងផ្លូវជាតិលេខ5ព្រំប្រទល់នៅក្នុងភូមិស្រែថ្មីឃុំស្រែថ្មីស្រុករលាផ្អៀនិងនៅក្នុងទួលក្រាំងបាទសង្កាត់ខ្សាមគឺកษัតខ្សាមក្រុងកំពង់ឆ្នាំងប្រភពបានឲ្យដឹងថាមុនពេលកើតហេតុរថយន្តក្រុងអ្នកធ្វើដំណើរនោះគឺមួយគ្រឿងរបស់ក្រុមហ៊ុនបើថោងស៊ីងបានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ5ពីជើងទៅត្បូងលុះមកដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែឈប់អែបខាងផ្លូវដើម្បីដាក់អ្នកធ្វើដំណើរបន្តទៀតស្របពេលនោះក៏មានរថយន្តកុងតឺន័រសណ្ដោងគ្នា2គ្រឿងមកពីក្រោយត្រង់ចំណុចកើតហេតុខាងលើនេះស្រាប់តែរថយន្តនោះបានរថយន្តក្រុងកំពុងតែឈប់ស្ងៀមតែរថយន្តកុងតឺន័រនោះបានវ៉ាមកពីក្រោយរួចហើយក៏បុកពេញទំហឹងចំពីក្រោយបាទភ្លាមនោះរថយន្តដែលសណ្ដោងខាងលើនោះត្រូវបានខ្ទាតបាទមួយកំណាត់ខាងមុខបាទខ្ទេចបាទខ្ទេចមកកំណាត់ខាងមុខហើយក៏បានផ្អៀងធ្លាក់ចុះទៅមកខាងនៃចិញ្ចើមផ្លូវបាទម្លែងឃើញនេះគឺជារូបភាពអញ្ចឹងក្នុងនោះគឺយើងបញ្ជាក់ថាក្រោយពេលកើតហេតុនោះអ្នកបើកបររថយន្តទាំង3គ្រឿងបានរត់គេចខ្លួនបាត់អស់សល់ទុកតែតំណាងក្រុមហ៊ុនរៀងខ្លួនរួចហើយចូលមកឲ្យសមត្ថកិច្ចនគរបាលដើម្បីស្ទួចរថយន្តនោះទៅដោះស្រាយតាមនីតិវិធីច្បាប់ចាអត់មានអ្នករងរបួសទេបាទបើតាមអត្ថបទនេះគឺអត់មានអ្នករងរបួសទេបុកពីក្រោយសំណាងល្អមែនទេសំណាងល្អអញ្ចឹងសំណាងល្អឬមិនសំណាងល្អនេះហើយគេហៅថាមានរថយន្តមានឡានហើយបើកផ្សងសំណាងណាម្លែនគេថាបើកបរផ្សងសំណាងមិនយករង្វាន់ទេបាទមិនយករង្វាន់ទេគឺផ្សងថាធ្វើម៉េចបើខ្ញុំបើកលឿនប៉ុណ្ណឹងលបឿនលឿនប៉ុណ្ណឹងហើយវាកិច្ចផុតពីគ្រោះថ្នាក់គឺខ្ញុំនឹងអេមហ្មងចាលយទៅដល់កន្លែងគឺលយហ្មងនេះហើយជាគំនិតរបស់តកង់ឡានមួយចំនួនជាគឺក៏តកង់ឡានចាស់ស្ទៀវនិយាយចឹងតែម្ដងចាស់ស្ទៀវក៏មានដែរការបើកបររបស់គាត់បើមានស្រីស្អាតនៅខាងមុខទៀតចាគាត់លែងខ្វល់ហើយបាទជន់មកស្រឡាញ់ហ្មងណាឲ្យគេដឹងថាគាត់នឹងពូកែជន់បាទពូកែជន់ហ្គាឡានអញ្ចឹងហើយនេះគឺជារឿងមួយដែលក្នុងចំណោម1000គ្រោះថ្នាក់ហើយមានសំណាងចាមែនទេម្ល៉េះព្រោះថាអត់មានអ្នករងរបួសម្នាក់អត់មានអ្នករងរបួសចាមិនមែនថាយើងដាក់ទំនាយថាឲ្យគាត់រងរបួសតែគាត់ថានេះជាសំណាងយើងនិយាយថាជាសំណាងរបស់គាត់សំណាងរបស់គាត់ព្រោះថាបុកឡើងខ្ទេចចាពីមុខឡាននេះយើងឃើញហីបាទតែតកង់ឡានអត់មានគ្រោះថ្នាក់អីទេហើយយើងសួរថាតើគាត់មិនទៀតហើយគឺគាត់ដាក់មេប្រូចសាប៊ូគូតបាត់ហើយចាឡាននឹងគ្មានអ្នកណារកឃើញតកង់ទេទៅបាត់ហើយសល់តែតំណាងក្រុមហ៊ុនតែប៉ុណ្ណោះអញ្ចឹងសូមជម្រាបជូនដល់អស់លោកស្រីនាងកញ្ញាមិនត្រឹមតែរថយន្តក្រុងទេឬក៏រថយន្តកុងតឺន័រនោះទេយើងឃើញរូបភាពប្រហែលថ្ងៃសោកនាដកម្មជាច្រើនដែលខ្ញុំបានឃើញតាំងពីយាយដឹកដៃចៅឆ្លងខ្នល់តាំងពីរថយន្តកាមេរីបាទ0708ដែលស្អាតរថយន្តលុចស៊ី570អីជាដើមដែលស្អាតខ្ទេចខ្ទីមិនអាចកែច្នៃបានទាំងអស់ធ្លាក់ទៅក្នុងផុកធ្លាក់ទៅក្នុងជ្រោះសួរថាតើនោះបណ្ដាមកពីអីប្រហែលជាគាត់គិតថាកុងទ័រឡានវានៅច្រើនផ្លូវក៏វាស្រួលអញ្ចឹងប្រសិនបើកតិចវាមិនសមមែនទេម្ល៉េះគាត់ជន់ធ្វើម៉េចឲ្យកុងទ័រឡានហ្នឹងវាសល់ណាមិនមែនដាក់ទំនាយឬផ្ដំទាទេបាទអស់លោកលោកស្រីកញ្ញាការដែលប្រើប្រាស់រថយន្តទំនើបឬរបស់របរទំនើបគេផលិតមកគឺសម្រាប់ឲ្យយើងនឹងការពារខ្លួនរួចទៅហើយតែខូចតែខ្លួនឯងនឹងភ្លេចខ្លួនឯងថារថយន្តទាំងអស់នេះវាទំនើបវាហឺហាហើយវាមិនអាចប៉ះពាល់ដល់អាយុជីវិតយើងទេតែទីបំផុតសោកនាដកម្មនោះនិយាយថាស្ដាយក្រោយក៏លែងកើតទៅហើយជួនកាលពីការភាពមួយជីវិតពេលខ្លះទៅក៏ស្លាប់បាត់បង់ជីវិតមួយគ្រួសារអញ្ចឹងសូមឲ្យអ្នកបើកបរអ្នកកាន់ដៃយានចង្កូតទាំងអស់សូមមេត្តាគិតអំពីគ្រោះថ្នាក់រាល់ការកាន់ចង្កូតគិតអំពីគ្រោះថ្នាក់ឲ្យហើយទៅបាទហើយប្រុងប្រយ័ត្ននោះលោកអ្នកនឹងមានក្តីសុខភាគរយច្រើនចាតែបើនិយាយពីកាន់ចង្កូតឡានហើយសម័យតែភាពសប្បាយរីករាយហើយជន់ឡានទៅតាមអំពើចិត្តរបស់គាត់នោះនឹងរឿងមួយផ្សេងកើតឡើងជាយថាហេតុនោះច្រើនអាណែកបាទអរគុណចាងាកទៅខាងខេត្តរតនគិរីវិញម្ដងចាបងប្អូនប្រជាពលរដ្ឋចានៅខាងខេត្តរតនគិរីស្រុកប៊ុនសែន